សូមគោរពឲ្យដំកំរិតបរិយោរដ្ឋប្រៃព្រមប្រៃក្រសួងយុទ្ធធរសូមគោរពឲ្យដំសាំងមណៈប្រធានគណៈវិទ្យាវីនិងសូមគោរពឲ្យដំលោកជំទាវលោកស្រីជាសមាជិកសមាជិកានៃអង្គពិធីទាំងមូលថ្ងៃទី16តុលាជារៀងរាល់ឆ្នាំគឺជាថ្ងៃដែលគណៈមេធាវីរៀបចំមហាសន្និបាតដើម្បីបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយឲ្យដំលោកជំទាវលោកស្រីមេធាវីទាំងអស់នៅក្នុងអង្គមហាសន្និបាតប្រចាំឆ្នាំលើកទី30របស់គណៈមេធាវីនាពេលនេះខ្ញុំក៏សូមកោតសរសើរការរៀបចំមហាសន្និបាតនេះឲ្យដំសាំងមណៈដែលជាប្រធានក្រុមប្រឹក្សាគណៈមេធាវីក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំដែលប្រព្រឹត្តទៅបានល្អរលូនមានសណ្ដាប់ធ្នាប់ល្អតាន់ពេលវេលានិងយ៉ាងអធិកអធមនេះបង្ហាញឲ្យឃើញថាមេធាវីទាំងអស់មានទិសដៅនិងឆន្ទៈតែមួយក្នុងការលើកស្ទួយមុខមាត់វិជ្ជាជីវៈនៃគណៈមេធាវីដែលមានតួនាទីសំខាន់នៅក្នុងវិស័យយុត្តិធម៌សង្គមជាការកត់សម្គាល់របស់ខ្ញុំក្រោមការដឹកនាំរបស់ឯកឧត្តមសង្ឃវណ្ណៈប្រធានគណៈមេធាវីអាណត្តិទី15អស់រយៈពេលកន្លងមកនេះឃើញថាគណៈមេធាវីនៃប្រជាណាចក្រកម្ពុជាបានសម្រេចនៅសមិទ្ធផលការងារគួរជាទីមោទនៈទាំងការចូលរួមចំណែកបម្រើការងារក្នុងវិស័យយុត្តិធម៌ការលើកស្ទួយកម្ពស់តម្លៃវិជ្ជាជីវៈនិងសមត្ថភាពមេធាវីនិងការចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាលផងដែរទន្ទឹមនេះខ្ញុំក៏សង្ឃឹមយ៉ាងមុតមមនិងជឿជាក់ថាគណៈមេធាវីនិងតួអង្គមេធាវីគ្រប់រូបបន្តកាត់ខំអនុវត្តតួនាទីរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់សមិទ្ធផលថ្មីបន្ថែមទៀតជាពិសេសរួមគ្នាដើម្បីឧត្តមភាពកិត្យានុភាពនិងវិបុលភាពនៃវិជ្ជាជីវៈមេធាវីក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គមនិងចូលរួមពង្រឹងជំនឿទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើមាគ៌ាយុត្តិធម៌គោលការណ៍ច្បាប់ឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងការដាក់ចេញនៅយុទ្ធសាស្ត្រទាំងពីររបស់ក្រសួងយុត្តិធម៌គឺទី1យុទ្ធសាស្ត្រជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការយុទ្ធនាការទី2គឺយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តមលោកជំទាវលោកស្រីជាទីមេត្រីនៅឆ្នាំ1995មុននេះបន្តិចគឺបានស្ដាប់សាសថ្នាក់ដឹកនាំអតីតប្រធានមេធាវីហើយឃើញថាពីឆ្នាំ1995មេធាវីមានប្រហែល38នាក់ទេហើយនៅឆ្នាំ96មេធាវីមានប្រហែល54នាក់ដល់2003យើងមានមេធាវីប្រហែល197នាក់រហូតមកដល់សប្តាហ៍ថ្ងៃនេះយើងគិតមើលសន្ទុះមេធាវីឡើងមែនទែនគឺឡើងដល់3000ជាងនាក់ហើយបច្ចុប្បន្នក្មួយជាច្រើនកំពុងតែបន្តត្រៀមប្រឡងចូលជាមេធាវីជារៀងរាល់ឆ្នាំដូច្នេះសន្ទុះនៃការកើនឡើងយ៉ាងគំហុកបែបនេះសបញ្ជាក់ឲ្យឃើញថាវិស័យយុត្តិធម៌នៅក្នុងសង្គមកម្ពុជាកំពុងតែត្រូវបានលើកស្ទួយនិងឲ្យតម្លៃពីប្រជាពលរដ្ឋទូទៅតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងពិធីមហាសន្និបាតរបស់គណៈមេធាវីលើកទី27ឆ្នាំ2022កន្លងមកឯកឧត្តមបានមានប្រសាសន៍ថាមេធាវីគឺជាតួអង្គសំខាន់ដែលមិនអាចខ្វះបានមួយក្នុងចំណោមតួអង្គពាក់ព័ន្ធសំខាន់ដទៃទៀតនៅក្នុងវិស័យយុត្តិធម៌និងមានបេសកកម្មចូលរួមរៀបចំនីតិរដ្ឋពង្រឹងយុត្តិធម៌សង្គមនិងការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងនីតិវិធីនានារបស់តុលាការជាពិសេសនៅក្នុងករណីសំណុំរឿងអក្រិតនិងសំណុំរឿងពាក់ព័ន្ធអនិច្ចជនដែលច្បាប់តម្រូវឲ្យមានមេធាវីជាដាច់ខាតបើទោះបីជាមេធាវីមិនបានពឹងពាក់
ឬគ្មានលទ្ធភាពពឹងពាក់មេធាវីរូបណាមួយឲ្យជួយការពារក្តីក៏ដោយឆ្លៀតក្នុងឱកាសនេះពាក់ព័ន្ធនឹងកិច្ចការមេធាវីការពារក្តីជូនជនក្រីក្រខ្ញុំក៏នៅតែសរសើរហើយសរសើរទៀតចំពោះការជ្រោមជ្រែងរបស់គណៈមេធាវីរបស់ក្រសួងយុទ្ធភ័ពដែលបានខិតខំបំពេញការងារនេះដើម្បីឲ្យតុលាការបន្តនីតិវិធីយ៉ាងរលូននិងទាន់ពេលវេលាបាទជាថ្មីម្ដងទៀតទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលដែលគណៈមេធាវីសម្រាប់បាននាពេលកន្លងមកនេះនិងដើម្បីបង្កើនជំនឿទំនុកចិត្តតម្លៃវិជ្ជាជីវៈមេធាវីក្នុងសង្គមក្នុងនាមមហាអធិការនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមផ្ដាំផ្ញើមតិមួយចំនួនដូចខាងក្រោមទី1មេធាវីគ្រប់រូបសូមប្រកាន់ខ្ជាប់នៅគុណតម្លៃវិជ្ជាជីវៈរបស់ខ្លួនត្រូវរក្សាឲ្យបាននៅគោលការណ៍សុចរិតភាពស្មោះត្រង់និងដើម្បីជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋការពារសិទ្ធិអ្នករងគ្រោះនិងជួយដល់តុលាការក្នុងស្វែងរកយុត្តិធម៌2មេធាវីគ្រប់រូបក៏បីគោរពគោលការណ៍នៃសម្បញ្ញៈមនុស្សធម៌និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈចេះរក្សាកេរ្តិ៍ឈ្មោះទាំងក្នុងនិងក្រៅពេលប្រកបវិជ្ជាជីវៈដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ3ខ្ញុំសូមលើកទឹកចិត្តដល់មេធាវីគ្រប់រូបបន្តពង្រីកនិងពង្រឹងចូលរួមបម្រើវិស័យយុត្តិធម៌តាមរយៈផ្ដល់ជំនួយផ្នែកច្បាប់ដែលឥតគិតថ្លៃប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលាដល់ជនក្រីក្រជាពិសេសស្ត្រីនិងអនិច្ចជនដែលងាយរងគ្រោះ4មេធាវីគឺជាអ្នកផ្សព្វផ្សាយច្បាប់ប្រើច្បាប់បកស្រាយច្បាប់បញ្យល់ច្បាប់ដល់ប្រជាពលរដ្ឋជួយដល់ការធ្វើវិសោធនកម្មច្បាប់និងជាអ្នកបញ្ជ្រាបច្បាប់ទៅក្នុងចំណោមមហាជនដើម្បីឲ្យពួកគាត់យល់ដឹងទូលំទូលាយនិងគាំទ្រដល់ការគោរពសិទ្ធិមនុស្សដូច្នេះយើងជាមេធាវីត្រូវរៀបចំដើម្បីឆ្លើយតបទៅនឹងការងារដ៏មានសារៈសំខាន់ទាំងនេះ5មេធាវីការពារក្តីទោះជាការពារខាងជាប់ចោតក្តីខាងដើមក្តីខាងចុងក្តីគឺត្រូវហ៊ានទទួលស្គាល់ការពិតហ្នឹងហើយការពិតនៅទីនេះគឺមានខុសហើយនឹងត្រូវអញ្ចឹងបើកាលណាយើងចេះញែកខុសហើយនឹងត្រូវបានតែពីរហ្នឹងគឺយើងរកយុត្តិធម៌ឃើញហ្នឹងអញ្ចឹងខុសហើយត្រូវនេះវាជាប្រតិបត្តិមួយដើម្បីបង្ហាញផ្លូវទៅរកសង្គមមួយប្រកបដោយយុត្តិធម៌មុននឹងបញ្ចប់ខ្ញុំសូមជូនពរដល់គណៈអធិបតីឯកឧត្តមលោកជំទាវលោកស្រីមេធាវីទាំងអស់ដែលមានវត្តមានក្នុងមហាសន្និបាតនាពេលនេះសូមជួបប្រទះតែនឹងពុទ្ធពរទាំង4ប្រការរបស់ព្រះពុទ្ធកំបីគ្លៀងគ្លាតឡើយសូមអរគុណ